ជា50000ដល់លក់ទេលក់សាម៉ុនវែងមុខ10000ប៉ុណ្ណា បុកលហុងប្រភេទបែប7ខ្ចីបងប្អូនអ្នកគ្នាបាទខ្ញុំធានាថាឆ្ងាញ់លេខ1តែម្ដងសម្រាប់បងស្រីដែលគាត់មីនៅកោះនរាហ្នឹងណាភ្ញៀវចូលពេញគាត់លក់តែសោកសៅអាទិត្យទេអាចទៅសាក់មើលបានបុកលហុង7ខ្ចីបញ្ជាក់គាត់ថាអត់លក់50000ទេអត់តាមតនត្រេនរបស់គេទេណាប៉ុន្តែគាត់លក់3មុខ15000សំខាន់3មុខ15000របស់គាត់ហ្នឹងគឺមានត្រីសាម៉ុនបងប្អូនអ្នកគ្នាបាទសម្រាប់រសជាតិវិញគឺប្រភេទបែបជូរផ្អែមប្រៃហិលជាពេទ្យអ្នកបុកនំបកាយបុកគាត់អ្នកទាំងអស់គ្នាបាទតម្លៃគាត់លក់10000 15000ទៅវាអត់ថ្លៃទេអ្នកទាំងអស់គ្នាបាទខ្ញុំគិតថាតម្លៃសមរម្យសម្រាប់អាចញ៉ាំបានសម្រាប់ម៉ោងបើកវិញគឺគាត់លក់ចាប់ពីថ្ងៃសុក្រសៅរ៍អាទិត្យអ្នកទាំងអស់គ្នាបាទផ្សារទីត្រីនៅកោះនរាយើងនឹងឯងអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាគាត់ទៅហៅថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃប្រហ័យហ្នឹងអត់មានទេជាតិចបងប្អូនអ្នកគ្នាបាទនេះគឺជាបុកលហុង7ខ្ចីខ្ញុំចូលចិត្តញ៉ាំប្រភេទបែបថៃឆ្អើម7ខ្ចីប្រភេទបែបស្ងួនអញ្ចឹងណាបើសិនជាបងប្អូនអ្នកគ្នាគាត់ត្រូវការបុកលហុងធម្មតាក៏មានដែរហើយសម្រាប់តូបបុកគាត់វិញគឺគេដាក់ឈ្មោះថាមីបុកលហុងសាច់ចង្កាក់ឆ្ងាញ់នៅផ្សាររាត្រីកោះនរាបងប្អូនអ្នកគ្នាបាទបើសិនជាចង់សាកអាចទៅសាកមើលបាន